តើការសិក្សារបស់យុវជនខ្មែរដើរដល់ចំណុចណាថ្មីនេះផ្ទុះការវេកញែករឿងគ្រូបោះសៀវភៅសិស្សចោលនេះជាសញ្ញាមួយដាស់ដល់ពុកម្ដាយនិងយុវជនខ្មែរគ្រប់រូបឲ្យភ្ញាក់ខ្លួនឡើងអ្នកដឹងទេថាយុវជនខ្មែរដែលកំពុងសិក្សានាពេលបច្ចុប្បន្ននេះ5ឆ្នាំទៅ10ឆ្នាំក្រោយពួកគេនឹងក្លាយទៅជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិបើពួកគេជាមនុស្សបែបណាសង្គមជាតិយើងទៅថ្ងៃអនាគតនឹងក្លាយទៅជាបែបនោះការខ្វល់ខ្វាយនិងគិតគូរទៅដល់ការសិក្សារបស់យុវជនខ្មែរនាពេលបច្ចុប្បន្នគឺជាការខ្វល់ខ្វាយគិតគូរទៅដល់សង្គមជាតិទៅថ្ងៃអនាគតតើយុវជនខ្មែរគ្រប់រូបបានយល់ទេពីតម្លៃរបស់ខ្លួនឪពុកម្ដាយគ្រប់រូបប្រឹងណាស់ប្រឹងរកលុយឲ្យកូនរៀនតើអ្នកប្រកាសទេថាកូនរបស់អ្នកទៅសាលាប្រកាសជារៀនមែនហើយសិស្សខ្លះទៅដល់សាលាតាំងពីព្រលឹមរហូតទល់ព្រលប់ប៉ុន្តែមិនប្រកាសថាវារៀនទេបើពុកម្ដាយឆែកត្រឹមតែកាលវិភាគច្បាស់ណាស់ឃើញកូនរៀនគ្រប់ម៉ោងប៉ុន្តែបើទៅឆែកនៅសាលាមិនប្រកាសថាឃើញកូនទេកូនខ្លះទៅដល់សាលាមែនប៉ុន្តែមិនប្រកាសថាវារៀនទេតើមានអ្វីនៅពីក្រោយការសិក្សារបស់សិស្សខ្ញុំនឹងហែកដាក់លើតុវេកញែកនៅក្នុងវីដេអូមួយនេះឪពុកម្ដាយគ្រប់រូបកុំតន់ទៅណាស្ដាប់អត្ថបទនេះឲ្យចប់សិនអ្វីដែលខ្ញុំនិយាយគឺចេញពីការសិក្សាស្រាវជ្រាវសុទ្ធសាធសម័យនេះគឺសម្បូរបែបគ្រប់យ៉ាងហើយសៀវភៅសិក្សាក៏សម្បូរការសិក្សាទៅតាមប្រព័ន្ធអេឡិចត្រូនិកក៏សម្បូរបែបហេតុអ្វីបានជាការសិក្សារបស់សិស្សបែរជាធ្លាក់ចុះនៅក្នុងសម័យកាលបច្ចេកវិទ្យាដ៏ទំនើបនេះឪពុកម្ដាយជាច្រើនប្រឹងរកលុយឲ្យកូនរៀនប៉ុន្តែមិនដឹងថាកូនរៀនពីអ្វីឪពុកម្ដាយតិចណាស់ដែលមានចំណេះដឹងគ្រប់គ្រាន់ក្នុងការតាមដានការសិក្សារបស់កូនបច្ចេកវិទ្យាកាន់តែទំនើបក្មេងខ្លះមានបញ្ញាកាន់តែខ្ពស់ក្មេងខ្លះមានកលល្បិចកាន់តែច្រើនដែលហួសពីការយល់ដឹងរបស់មនុស្សជំនាន់មុនដូច្នេះដើម្បីកសាងសង្គមជាតិយើងឲ្យរីកចម្រើនទៅថ្ងៃអនាគតទាំងឪពុកម្ដាយទាំងសិស្សទាំងគ្រូបង្រៀនត្រូវតែរួបរวมគ្នាមូលចិត្តមូលគំនិតក្នុងស្មារតីតែមួយធ្វើយ៉ាងណាឲ្យសង្គមជាតិមួយនេះរីកចម្រើនខ្ញុំសូមដាស់ទៅយុវជនខ្មែរទាំងអស់ត្រូវដឹងខ្លួនថាវ័យសិក្សាគឺជាពេលវេលាមាសពេលវេលាពេជ្រជាពេលវេលាដែលឪពុកម្ដាយរកលុយឲ្យចាយរកលុយឲ្យរៀនមកពីរៀនមានអាហារហូបស្រាប់តើមានពេលវេលាណាដែលល្អជាងនេះទៅទៀត10ឆ្នាំទៅ20ឆ្នាំក្រោយដល់ពេលវេលាដែលក្មួយៗត្រូវរកលុយចាយដោយខ្លួនឯងបន្ទុកគ្រួសារមានកូនតូចមានឪពុកម្ដាយកាន់តែចាស់ដល់វេនរបស់ក្មួយៗឬចាំអំរែកដល់ស្មាទើបនឹកឃើញពីការកសាងសមត្ថភាពក្នុងរឿងនេះឪពុកម្ដាយនិងគ្រូបង្រៀនក៏ត្រូវតែរួមចំណែកយ៉ាងប្តូរផ្ដាច់ដែរជាឪពុកម្ដាយតើអ្នកដឹងទេថានៅក្នុងទូរស័ព្ទដៃរបស់កូនមានអ្វីខ្លះដែលឆែកមើលទេថាកូនកំពុងលេងពីអ្វីនៅពេលដែលអ្នកសកម្មរកលុយឲ្យកូនរៀនតើអ្នកដឹងទេថាអ្នកលក់គ្រឿងញៀនបារីអេឡិចត្រូនិកនិងរឿងអាភាសគេសកម្មជាងអ្នកទៅទៀតមានក្រុម Telegram ជាច្រើនដែលបង្កើតទំនាក់ទំនងថ្មីៗដែលជាទីពេញនិយមរបស់ក្មេងៗការបង្កើតទំនាក់ទំនងថ្មីៗវាជារឿងល្អទេតែរឿងដែលមិនល្អគឺសង្គមក្មេងៗកាន់តែដាច់ឆ្ងាយពីសង្គមមនុស្សចាស់ដែលធ្វើឲ្យបទពិសោធន៍និងចំណេះដឹងរបស់មនុស្សចាស់ពិបាកបញ្ជ្រាបទៅដល់ក្មេងៗក្រៅពីនោះមនុស្សចាស់ជាច្រើនបានក្លាយទៅជាមនុស្សដែលគួរឲ្យធុញទ្រាន់សម្រាប់ក្មេងៗធ្វើជាឪពុកម្ដាយអ្នកត្រូវតែដឹងក្មេងៗក្រោមអាយុ12ឆ្នាំគឺវាត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយចាប់ពីអាយុ12ឆ្នាំឡើងទៅម្ដងបន្តិចគឺវាលេងត្រូវការអ្នកហើយវាត្រូវការតែក្មេងៗគ្នាវាទេជាក្មេងដែលមិនតាន់មានចំណេះដឹងគ្រប់គ្រាន់មិនតាន់មានបទពិសោធន៍នៅក្នុងជីវិតពួកគេដាក់អារម្មណ៍ច្រើនជាងការគិតទាំងគ្មានបទពិសោធន៍មានឪពុកម្ដាយជាច្រើនតែងតែឆ្ងល់ថាហេតុអ្វីកូនរបស់ខ្លួនឯងឥឡូវប្លែកមែនពេលនេះគឺជាវ័យមួយដែលក្មេងចង់បានអារម្មណ៍រំភើបពីសង្គមខាងក្រៅគេត្រូវការអ្នកដួងលោមត្រូវការអ្នកផ្អែមល្ហែមប៉ុន្តែអាចមិនមែនជាអ្នកនេះជាដំណាក់កាលមួយដែលក្មេងៗរងឥទ្ធិពលខ្លាំងពីសង្គមពួកគេចង់សារអ្វីដែលថ្មីអ្វីដែលប្លែកដែលមិនមាននៅក្នុងផ្ទះរបស់អ្នកដូច្នេះហើយអ្នកត្រូវដឹងថាបរិយាកាសរបស់សង្គមក៏ជាផ្នែកមួយនៃអារម្មណ៍របស់កូនរបស់អ្នកដែរតើក្មេងៗធ្វើអ្វីនៅពេលដែលមានទូរស័ព្ទដំបូងគេចង់បានមិត្តភក្តិល្អបន្ទាប់មកចង់បានសង្សារល្អក្មេងៗអាយុ13 14ឆ្នាំជាច្រើនកំពុងតែសាកល្បងចង់មានស្នេហាឪពុកម្ដាយមួយចំនួនគិតថាជារឿងធម្មតាប៉ុន្តែវាមិនមែនជារឿងធម្មតាទេដំបូងឆាតសុំធ្វើសង្សារម្ដងបន្តិចហ៊ានឆាតសុំប្រដាប់គ្នាមើលដំបូងនឹកខ្មាស់អៀននេះដល់តែយូរទៅហ៊ានទាំងផ្ញើរឿងអាភាសចែកគ្នាមើលទៀតឪពុកម្ដាយមួយចំនួនដេករំភើយអាងតែកូនខ្លួនសុទ្ធតែកូនប្រុសភ្លេចគេវាយខ្នោះចូលប៉ុស្តិ៍បាត់ម៉ូតូជិះទៅរៀនក៏វាបញ្ចាំខ្សែកខ្សែដៃក៏វាបញ្ចាំទាំងម៉ូតូឲ្យវាទៀតកូនស្រីមួយចំនួនត្រឹមត្រូវដេកកត់តែមេរៀននេះប៉ុន្តែជាក់ស្ដែងមេរៀនមិនសូវចូលសៀវភៅទេ homework ចូលតែក្នុងឆាតញ៉ែប្រុសម្ដង10 20អាចក់វេបជក់ថ្នាំផឹកស្រាបែបមិនក៏មានដែរកូនស្រីខ្លះទៅរៀនរាល់ថ្ងៃប៉ុន្តែប៉ូលីសខលហៅឲ្យទទួលនៅប៉ុស្តិ៍ឆ្នៃហាឆ្មោះឆ្មាក់បងនៅកញ្ចោះអូនក៏នៅកញ្ចោះបងនៅប៉ុស្តិ៍អូនក៏នៅប៉ុស្តិ៍ម៉ែឪបងរកលុយលួសបងម៉ែឪអូនរកលុយលួសអូនហើយកន្លងមកម៉ែឪមានដឹងអីឃើញតែកូននៅក្នុងបន្ទប់គិតថាកូននឹងវា introvert ម៉ែសួរថាកូនកំពុងធ្វើអីនឹង
កូនកំពុងធ្វើ homework អត់មេរៀនឲ្យគ្រូបោះសៀវភៅទៅដីប្រាវក្មេងៗអាយុត្រឹម13 14ឆ្នាំវាខូចចិត្តរឿងស្នេហាចង់ឈួតវាបិទទ្វារនៅក្នុងបន្ទប់អត់និយាយរកម៉ែឪឪពុកម្ដាយខ្លះដេកគិតតែពីឆ្ងល់ថាហេតុអ្វីបានជាកូនមិនសូវនិយាយរកអាដំបងវាចង់មានសង្សារមួយនឹងមួយឯងដល់ពេលវាបានខូចចិត្តម្ដងអាក្រោយវាតាកតោម្ដង10 20មួយវាចង់ឈួតរឿងស្នេហាវាមានពេលណាទៅកត់មេរៀនឲ្យអ្នកគ្រូលទ្ធផលអ្នកគ្រូបោះសៀវភៅប្រាវទៅដីផ្ទុះការវេកញែកពេញបណ្ដាញសង្គមតើទាំងអស់នេះជាកំហុសអ្នកណាយើងមិនអាចបន្ទោសអ្នកណាតែម្នាក់បានទេវាជាការវិវត្តរបស់សង្គមយើងត្រូវទៅរួមគ្នាដោះស្រាយបញ្ហាមួយនេះឪពុកម្ដាយក៏មានចំណែកសិស្សក៏មានចំណែកគ្រូក៏មានចំណែកគឺមានចំណែកទទួលខុសត្រូវរួមគ្នាខ្ញុំអាណិតជាងគេគ្រូគណិតហត់ណាស់បង្ហាត់ម៉ោងរត់ផងបង្ហាត់ម៉ោងគួរផងសិស្សទៅយកតែវិញ្ញាសាខ្មែររូបវិទ្យាគីមីដូចគ្នាហើយប្រវត្តិសាស្ត្រមេរៀនដែលសំខាន់ចំណែកគ្រូប្រវត្តិសាស្ត្រវិញភាគច្រើនបើចំនួនខ្ញុំរៀនវាអត់សូវមានសៀវភៅពុំអញ្ចឹងគ្រូអានឲ្យសិស្សសរសេរតាមសម័យនេះសបោសៀវភៅគ្រូខ្លះឲ្យកត់ចេញពីសៀវភៅពុំហើយគ្រូមួយចំនួនក៏សង្ខេបមេរៀនឲ្យសិស្សចម្លងតគ្នាភាសាសរសេរនៅក្នុងប្រវត្តិសាស្ត្រជាច្រើនសិស្សអត់ចេះអានទេពីព្រោះសិស្សជាច្រើនអត់ដែលបានស្ដាប់គ្រូអានទេគ្រូតិចណាស់ដែលបានអានឲ្យសិស្សស្ដាប់គ្រូអាងថាសៀវភៅពុំមានហើយអញ្ចឹងគ្រូថតតែទំព័រមេរៀនផ្ញើចូលក្រុមឲ្យសិស្សកត់តាមប៉ុន្តែភាសានៅក្នុងសៀវភៅប្រវត្តិសាស្ត្រច្រើនណាស់ដែលក្មេងមិនធ្លាប់ជួបហើយអានអត់ចេញពួកគេអត់ដឹងថាប្រវត្តិសាស្ត្រនិយាយពីអ្វីទេចាំតែចិត្តដល់ប្រឡងស៊ើបគ្នារកវិញ្ញាសាដើម្បីដោះស្រាយរឿងនេះយើងត្រូវតែរួមគ្នាធ្វើសូមលោកគ្រូអ្នកគ្រូកុំអាងលើសៀវភៅពុំពេកអានឲ្យសិស្សស្ដាប់ឲ្យសិស្សកត់មេរៀននៅសាលាបើទោះបីជាកត់មេរៀននៅផ្ទះយ៉ាងហោចណាស់ក៏ត្រូវអានឲ្យសិស្សស្ដាប់ដែរពីព្រោះមានភាសានៅក្នុងសៀវភៅប្រវត្តិសាស្ត្រជាច្រើនដែលសិស្សអានអត់ចេញហើយមួយទៀតសិស្សដែលអវត្តមានច្រើនលោកគ្រូអ្នកគ្រូសូមកុំអាងយកលុយមកសម្រួលបានហៅម៉ែឪមកជួបឲ្យធ្វើកិច្ចសន្យាមានសិស្សច្រើនណាស់ដែលយកលុយទៅសម្រួលអវត្តមាននេះជាបញ្ហាដែលសិស្សចេញពីផ្ទះអត់ដល់សាលាហើយអ្នកគ្រូខ្លះក៏អត់បានទៅដល់សាលាដែរអាងផ្ញើមេរៀនចូលតាមក្រុមអញ្ចឹងសិស្សវាដឹងថាម៉ោងហ្នឹងគ្រូអត់មកអញ្ចឹងវាទៅរីឡេកតាមកញ្ចោះវាចេញពីកញ្ចោះវាចូលផ្ទះសំណាក់3ម៉ោង$5កញ្ចោះក៏រកលុយបានផ្ទះសំណាក់ក៏រកលុយបានឆ្មោកក៏រកលុយបានទៅផ្ទះសំណាក់ម្ដង$5ជ្រុលខ្លួនទៅជួបឆ្មោកយកចេញមួយគ្រាប់រាប់$100ទៅតាមខែតិចឬក៏ខែច្រើនជួនកាលអស់ដល់ខ្ទង់$1000បើខែកាន់តែចាស់ដោយសារឆ្មោកក៏ប្រថុយនឹងអស់អាជ្ញាបានដែរបើសិនជាមានគ្រោះថ្នាក់ណាមួយកើតឡើងឆ្មោកខ្លះកាកកោបខ្លាំងសង់ផ្ទះឡើងធំដូចភ្នំលុយចាយហូរដូចទឹកដោយសារតែនៅក្បែរទំពាំងស្នងឫស្សីអោទំពាំងខ្មែរអើយតែអ្នកដោះទៅរបៀបណានៅមានរឿងច្រើនទៀតដែលខ្ញុំនិយាយមិនអស់នៅក្នុងវីដេអូមួយនេះអ្វីដែលខ្ញុំនិយាយសុទ្ធតែចេញពីការសិក្សាស្រាវជ្រាវសុទ្ធសាធគឺស្រាវជ្រាវចេញពីសង្គមពិតកុំភ្លេច follow page របស់ខ្ញុំដើម្បីយើងជជែកគ្នារឿងនេះដោះស្រាយបញ្ហាសង្គមជាតិយើងខ្ញុំផាតសុផចែករំលែកទស្សនៈនិងចំណេះដឹង